វីដេអូនេះគឺជាការលាងសម្អាតទូ LG ប្រភេទទ្វារពីលើសម្រាប់ទូបោកខោអាវ LG ប្រភេទទ្វារពីលើបើសិនជាបងប្អូនបោកខោអាវទៅមានអារម្មណ៍ថាគុំក្លិនផ្អួមានកតិចកទីសល់នៅខោអាវឬក៏ស្នាមក្អែលនៅខោអាវបងប្អូនអាចហៅក្រុមការងារទៅពិនិត្យជូននិងលាងសម្អាតជូនបងប្អូនបានជាក់ស្ដែងដោយទូបោក LG របស់អ៊ំស្រីម្នាក់នេះគាត់ឲ្យក្រុមការងារយើងលាងសម្អាតជូនគាត់ដោយទូនេះនៅពេលដែលបោកគាត់ថាមានកតិចកទីទលីជាប់នៅខោអាវក្រោយពេលបោកហើយក្រោយពេលក្រុមជាងទៅពិនិត្យមើលជូនអ៊ំស្រីរួចរាល់ក៏រៀបចំដោះបំបែកទៅលើផ្នែកនីមួយៗនៃទូបោករួចយកផ្នែកនីមួយៗនៃទូបោកទាំងអស់នោះយកមកលាងសម្អាតជូនអ៊ំស្រីដោយផ្ចិតផ្ចង់បំផុតហើយក្រោយពីយើងលាងសម្អាតទៅលើផ្នែកមួយៗនៃទូបោករួចរាល់ហើយយើងយកផ្នែកមួយនៃទូយកមកដើម្បីផ្គុំរៀបចូលវិញទៅតាមសំណុំដើមនៃទូហើយបន្ទាប់ពីយើងរៀបរួចរាល់ហើយយើងក៏ចាប់ផ្ដើមតេស្តទៅលើផ្នែកដំណើរការនៃទូឲ្យបានរៀបរយមុននឹងយើងយកទូទៅដាក់ឲ្យអតិថិជនប្រើប្រាស់អញ្ចឹងបើសិនជាបងប្អូនមានបញ្ហាទៅលើទូបោកខោអាវចង់ជួសជុលឬក៏ចង់សម្អាតទៅលើទូខោអាវរបស់បងប្អូនអាចទំនាក់ទំនងមកខាងយើងបាន